អ្វីជាកន្លឹះនៃសុភមង្គលសោសោទ្វាហ្នឹងជាកន្លឹះនៃសុភមង្គលបើសិនជាប្រពន្ធអត់បើកកន្លឹះឲ្យប្តីទេមានសុភមង្គលមកពីណាមែនទេបើសិនជាពីរនាក់នឹងអត់បានចូលទៅជួបគ្នាហងតើមានសុភមង្គលឯណានេះយើងនិយាយអំពីសុភមង្គលក្នុងគ្រួសារក្នុងភាពជាប្តីប្រពន្ធចំណែកឯសុភមង្គលក្នុងគ្រួសារក្នុងភាពជាបងប្អូនក៏ដូចគ្នាដែរគ្រាន់តែមួយបើកទ្វារបន្ទប់មួយបើកទ្វារផ្ទះបើសុភមង្គលក្នុងគ្រួសារម្នាក់បើអត់បើកទ្វារផ្ទះឲ្យគ្នាចូលទៅជួបជុំគ្នាផងមានសុភមង្គលអីបើនិយាយអំពីសុភមង្គលប្តីប្រពន្ធបើប្រពន្ធអត់បើកទ្វារឬប្តីអត់បើកទ្វារឲ្យប្រពន្ធឬប្តីចូលបានជួបគ្នាក្នុងបន្ទប់ផងមានសុភមង្គលស្អីប្រហែលជាបងប្អូនអាចនឹងយល់ថាខ្ញុំនិយាយនឹងមិនអីតាមមើលប៉ុន្តែអានឹងជាសេរីភាពរបស់បងប្អូនយ៉ាងណាខ្ញុំទទួលខុសត្រូវចំពោះអ្វីដែលខ្ញុំនិយាយតែខ្ញុំមិនទទួលខុសត្រូវចំពោះអ្វីដែលបងប្អូនគិតទេពាក្យថាបើកទ្វារឲ្យប្រពន្ធចូលមានន័យថាម៉េចមានន័យថាបើកទ្វារបេះដូងឲ្យប្តីឬប្រពន្ធបានចូលទៅជ្រកក្នុងបេះដូងនឹងផងប្រពន្ធអត់បើកទ្វារឲ្យប្តីមានន័យថាប្រពន្ធអត់បើកបេះដូងឲ្យប្តីចូលទៅក្នុងបេះដូងដូច្នេះអត់មានសុភមង្គលទេហើយបើសិនជាប្តីអត់បើកទ្វារឲ្យប្រពន្ធចូលក៏ប្រពន្ធមិនបានចូលទៅក្នុងបេះដូងរបស់ប្តីហើយបើអត់បានចូលបេះដូងគ្នាទៅវិញទៅមកអញ្ចឹងมันអាចកើតមានសេចក្តីសុខបានទេពីព្រោះតែសេចក្តីសុខហ្នឹងវាកើតមកពីបេះដូងនឹងឯងកាលណាបេះដូងយើងបាននៅជិតគ្នាបាននៅជាមួយគ្នាគឺបេះដូងរបស់យើងពោពេញដោយភាពកក់ក្ដៅពោពេញទៅដោយអារម្មណ៍ស្រើបស្រាលស្រួលដែលការពិតទាំងអស់នេះគេហៅថាសុខនិងទុក្ខវេទនាប៉ុន្តែសុខនិងទុក្ខវេទនានេះគឺជាសុភមង្គលមួយយ៉ាងដែលបុរសនារីឬគ្រួសារត្រូវការបើសិនជាយើងបានបើកបេះដូងចំហធំសម្រាប់ដាក់មនុស្សឬក៏ដាក់ប្តីប្រពន្ធរបស់យើងហើយមានរឿងអ្វីក៏មិនអាចចេញបានមានរឿងអ្វីក៏ស្ថិតនៅក្នុងសេចក្តីស្រឡាញ់ហើយបើស្ថិតនៅក្នុងសេចក្តីស្រឡាញ់ហើយមានរឿងអីក៏មានសេចក្តីសុខឥឡូវគេថាទ្រព្យសម្បត្តិទើបធ្វើឲ្យមនុស្សមានសុភមង្គលបើមានទ្រព្យសម្បត្តិនៅក្នុងផ្ទះនៅពេញបន្ទប់ប៉ុន្តែអត់មានសេចក្តីស្រឡាញ់នៅក្នុងបេះដូងអត់មានមនុស្សម្នាក់នៅក្នុងបេះដូងតើទ្រព្យសម្បត្តិធ្វើឲ្យមនុស្សមានសេចក្តីសុខមកពីណាទៅវិញបើសិនជាអត់មានទ្រព្យសម្បត្តិក៏ដោយចោះប៉ុន្តែមនុស្សនឹងស្រឡាញ់គ្នាពិតប្រាកដស្រឡាញ់គ្នាពិតប្រាកដហើយអត់មានទ្រព្យសម្បត្តិហ្នឹងបើស្រឡាញ់គ្នាពិតប្រាកដមានសេចក្តីសុខខ្លាំងជាងមានទ្រព្យសម្បត្តិផងឧទាហរណ៍ថានារីនឹងអត់មានអីហូបជាងបុរសនឹងឃើញប្រពន្ធអត់មានអីហូបក្នុងនឹងមានចិត្តអាណិតអាសូរមកអោបថើបមកស្រឡាញ់ហើយចេះចែករំលែកបានបាយមួយចានអូនមួយកណាត់បងមួយកណាត់បាននំប៉័ងមួយកណាត់ហែកជាពីរបានចេកចៀនមួយកណាត់ហែកជាពីរការពិតសេចក្តីសុខវាកើតឡើងនៅពេលដែលខ្សត់ក្រនឹងឯងអាពេលខ្សត់ក្រយើងចេះចែករំលែកគ្នានឹងសេចក្តីសុខកើតមានខ្លាំងក្លាណាស់มันអាចបំភ្លេចបានមែនទេយើងមានសបោសបាយស្ថិតនៅក្នុងស្ថានភាពល្អហើយសេចក្តីសុខវាជារឿងធម្មតាដែលវាមិនបានដិតដាមនៅក្នុងបេះដូងរបស់មនុស្សប្រមាណទេមនុស្សដែលបានរួមសុខរួមទុក្ខជាមួយគ្នាតាំងពីដើមអើយមកស៊ីអត់ស៊ីឃ្លាននៅខ្ទមជរាជាមួយគ្នាដែលកាត់ក្តៅកាត់ភ្លៀងកាត់ទឹកកាត់ភក់ជាមួយគ្នាដឹកដៃគ្នាទូលកញ្ជើទូលចង្អេរជាមួយគ្នាស្លៀកខោមួយពីរនាក់ថ្ងៃនេះប្រពន្ធស្លៀកឬក៏អ្នកណាចេញទៅក្រៅស្លៀកទៅអ្នកនៅក្នុងផ្ទះអត់ស្លៀកបែបហ្នឹងមានសេចក្តីសុខសេចក្តីស្រឡាញ់ពិតប្រាកដមិនមែនជាការដណ្ដើមគ្នាមិនមែនជាការហួងហែងមិនមែនជាភាពអាត្មានិយមមិនមែនអ្នកណាត្រូវបំពេញឲ្យអ្នកណាតែសេចក្តីសុខពិតប្រាកដសុភមង្គលពិតប្រាកដវាកើតចេញមកពីការចេះចែករំលែកគ្នាចេះផ្ដល់ឲ្យគ្នាទៅវិញទៅមកហើយការចេះចែករំលែកគ្នាការផ្ដល់ឲ្យគ្នាដោយមិនមានភាពអាត្មានិយមវាកើតចេញមកពីបេះដូងដ៏ធំល្វឹងល្វើយរបស់យើងដែលអាចដាក់នៅរឿងរ៉ាវគ្រប់យ៉ាងបានទាំងអស់របស់មនុស្សដែលយើងស្រឡាញ់បើបេះដូងយើងទូចង្អៀតពេកយើងដាក់បានតែរឿងល្អរបស់នាងយើងដាក់បានតែសម្ផស្សរបស់នាងយើងដាក់បានតែភាពត្រឹមត្រូវរបស់នាងយើងដាក់បានតែភាពឆ្លាតវៃរបស់នាងយើងដាក់បានតែការយកចិត្តទុកដាក់របស់នាងអាគ្នាធ្វើខុសដាក់អត់បានអាគ្នាធ្លាប់ប្រព្រឹត្តខុសតិចតួចដាក់អត់បានគ្នាធ្លាប់បរាជ័យគ្នាល្ងងខ្លៅតិចតួចប្រាប់មិនយល់ប្រាប់មិនស្ដាប់ប្រាប់តែធ្វើមិនបានល្អខឹងសម្បាកុហលកាហាយហួងហែងអញ្ចឹងអត់មានសេចក្តីសុខកើតទេជើបេះដូងរបស់យើងត្រូវតែបើកចំហឲ្យធំសម្រាប់មនុស្សម្នាក់ដែលយើងស្រឡាញ់ហ្នឹងមានន័យថារឿងស្អីក៏ទទួលយកបានរឿងអាក្រក់ក៏ទទួលយកបានបងឧទាហរណ៍ថានារីនឹងជាស្រីខូចទៅចុះជាស្រីពេស្យាទៅចុះបេះដូងរបស់យើងស្រឡាញ់នាង
បើយើងស្រឡាញ់នាងពិតប្រាកដរឿងរ៉ាវអតីតកាលរបស់នាងអត់បញ្ហាយើងទទួលបានទាំងអស់ពីព្រោះបេះដូងយើងបើកចំហទាំងអស់សម្រាប់ទទួលយករឿងរ៉ាវទាំងអាក្រក់ទាំងល្អរបស់នាងតែបើបេះដូងយើងតូចចង្អៀតវិញដាក់បានតែសម្ផស្សដាក់បានតែពេលនាងស្អាតឬក៏ដាក់បានក្នុងរឿងសិចតែប៉ុណ្្នឹងឯងដល់អារឿងអាក្រក់អារឿងដែលគ្នាបានឈប់បានលះបង់បានកែប្រែកន្លងមកហើយដាក់អត់បានអញ្ចឹងយើងត្រូវបើកកន្លឹះបេះដូងយើងឲ្យធំឲ្យដូចទ្វារមួយឲ្យដូចបន្ទប់មួយទទួលយកទាំងអស់អ្វីទាំងឡាយដែលពាក់ព័ន្ធនឹងនារីឬក៏មនុស្សដែលយើងស្រឡាញ់ទទួលយកទាំងអស់ប៉ាម៉ាក់គាត់អាក្រក់ក៏ទទួលយកបានដែរមិនមែនស្រឡាញ់តែគាត់ទេមិនមែនស្រឡាញ់តែគាត់ស្អប់ប៉ាម៉ាក់គាត់ស្អប់បងប្អូនគាត់ស្អប់កូនក្មួយគាត់ស្អប់អ្វីដែលគាត់ស្រឡាញ់នោះទេគាត់ក៏ដាក់ក្នុងបេះដូងរបស់យើងសាច់ញាតិរបស់គាត់ក៏ដាក់ក្នុងបេះដូងរបស់យើងរឿងរ៉ាវទាំងអាក្រក់ទាំងល្អរបស់គាត់ក៏ដាក់ក្នុងបេះដូងរបស់យើងសេចក្តីស្រឡាញ់នាំឲ្យមនុស្សអធ្យាស្រ័យនាំឲ្យមនុស្សលើកលែងនាំឲ្យមនុស្សខន្តីសេចក្តីស្រឡាញ់មិនពិតប្រាកដវានាំឲ្យមនុស្សកើតការកុហលកាហាយទទួលបានតែរឿងល្អល្អឥឡូវនេះកន្លឹះដើម្បីឲ្យយើងបើកបេះដូងឲ្យធំដើម្បីទទួលយកមនុស្សម្នាក់ដែលយើងស្រឡាញ់នឹងបានដើម្បីបង្កើតសុភមង្គលក្នុងគ្រួសាររបស់យើងកូនសោនៃការបើកកន្លឹះបើកទ្វារឲ្យធំហ្នឹងគឺជាអ្វីគឺជាការយល់ដឹងគឺយើងត្រូវតែជាមនុស្សដែលមានការយល់ដឹងមានគំនិតមានប្រាជ្ញាមានចំណេះដឹងធំទូលំទូលាយទើបយើងអាចបើកបេះដូងយើងបានធំទូលំទូលាយកាលណាយើងដឹងកាន់តែច្រើនយើងអត់ប្រកាន់កាលណាយើងចេះកាន់តែច្រើនយើងចេះអធ្យាស្រ័យកាលណាយើងយល់កាន់តែច្រើនយើងយោគយល់ហើយបើយើងល្ងងខ្លៅស្រឡាញ់ខ្លាំងមែនណាស្រឡាញ់ខ្លាំងណាស់ស្រឡាញ់នារីនឹងខ្លាំងណាស់ប៉ុន្តែល្ងងខ្លៅដល់ល្ងងខ្លៅវាទៅជារឿងហិនហោចវិញនារីនឹងឈរនិយាយជាមួយគេបន្តិចទៅដល់បច្ចេកបច្ចាន់ដាក់ភុះឬក៏ឆ្លុះទាស់តែងគ្នានេះសេចក្តីស្រឡាញ់ដែរប៉ុន្តែអត់មានបញ្ញាអត់មានសោបើកបេះដូងឲ្យធំចឹងយើងត្រូវមានសោបើកបេះដូងឲ្យធំគឺគំនិតប្រាជ្ញារបស់យើងត្រូវបើកចំហឲ្យធំយកការយល់ដឹងរបស់យើងមកពិចារណារឿងមួយដែលធ្លាប់ធ្វើដែលនារីនឹងធ្វើខុសឧទាហរណ៍ថានារីនឹងធ្វើអីមួយខុសបើយើងមានប្រាជ្ញាយើងពិចារណាទៅលើរឿងនឹងសមហេតុសមផលយើងអាចទទួលយកបានយើងនឹងមានចិត្តទលាចំពោះនារីនឹងនាងនឹងធ្វើខុសយើងគិតថាអូមកពីនាងនឹងល្ងងដោយសារនាងល្ងងបានជានាងធ្វើខុសនាងល្ងងទោះជានាងធ្វើដោយឆន្ទៈរបស់នាងក៏ជាការធ្វើដោយមិនចេញពីនាងពិតប្រាកដដែរដែលហៅថាកំហុសពិតប្រាកដនោះគឺនាងនឹងបានធ្វើខុសហើយដោយការយល់ដឹងនាងនឹងអត់ល្ងងទេយល់ដឹងច្បាស់កលែតយល់ដឹងថាទុកទោសនឹងវាចេះយល់ដឹងថាអំពើដែលខ្លួនធ្វើនឹងវាចេះតែនាងនឹងនៅតែធ្វើទៀតមួយចឹងការយល់ដឹងឲ្យទៅធ្វើទៀតបើអត់ដឹងទៅធ្វើអត់អាចប្រកាន់បានទេយល់ដឹងឲ្យទៅធ្វើទី2ចេតនារបស់នាងនឹងចង់ធ្វើអញ្ចឹងហ្មងចង់ធ្វើអាក្រក់អញ្ចឹងទី3នាងនឹងព្យាយាមធ្វើហើយមិនបានសម្រេចធ្វើទៀតធ្វើរហូតដល់បានសម្រេចអាហ្នឹងទើបហៅថាជាកំហុសតែបើនាងហ្នឹងឧទាហរណ៍ប្រពន្ធរបស់យើងត្រូវគេបោកដោយសារគាត់ល្ងងបានគេបោកជាងអាល្ងងនេះគាត់ទៅដោយឆន្ទៈរបស់គាត់ពិតមែនប៉ុន្តែឆន្ទៈវាមិនមែនជាការចេះដឹងទេឆន្ទៈវាគ្រាន់តែជាធម្មពលជំរុញឲ្យគាត់ឈានជើងទៅតាឲ្យគាត់ធ្វើតាប្រាជ្ញាទើបការយល់ដឹងបើគាត់គ្រាន់តែធ្វើដោយចិត្តរបស់គាត់ចេតនាល្អចេតនាចង់ធ្វើពិតមែនតែខ្វះការយល់ដឹងយើងអត់ត្រូវប្រកាន់គាត់ទេបើអញ្ចឹងយើងប្រកាន់ជាមួយមនុស្សឈួតបាត់ទៅហើយព្រោះមនុស្សឈួតធ្វើអីមួយចង់ធ្វើតាមនុស្សឈួតចង់វាយតាចង់វាយឆ្កែហ្នឹងចង់វាយដើមឈើហ្នឹងចង់ហែកលុយចោលតាចេតនាចង់ហែកតាប៉ិនដឹងឯងមនុស្សហ្នឹងអត់ដឹងទេព្រោះប្រាជ្ញារបស់គ្នាវាវិបលៈទៅហើយយើងថានារីនឹងលើសពី18ឆ្នាំហើយតើនិយាយថាមិនដឹងម៉េចកុំថាឡើយ18ឆ្នាំមនុស្សលោកសិតតែអវិជ្ជាតើអាយុប្រមាណក៏ដោយអាយុ100ឆ្នាំក៏ដោយបើអត់ស្វែងយល់បើអត់មានការរៀនសូត្រសិតតែអវិជ្ជាតើអញ្ចឹងអវិជ្ជាមានន័យថានាងធ្វើដោយអត់ដឹងហើយបើនាងធ្វើដោយអត់ដឹងបែបហ្នឹងប្រុសនឹងអត់ប្រកាន់ទេអញ្ចឹងអាយើងដែលមានបញ្ញានេះយើងជាអ្នកដែលមានបញ្ញាហ្នឹងទើបយើងអាចបើកបេះដូងយើងឲ្យធំបានបើយើងអត់មានបញ្ញាបើកបេះដូងធំមិនកើតស្រឡាញ់ហួងហែងឃើញនាងនិយាយជាមួយគេតិចខឹងប្រច័ណ្ឌវាយឃើញបរោះម្នាក់ដួលព្រឹបគ្រោះថ្នាក់ចរាចរណ៍នៅមុខផ្ទះស្រាប់តែប្រពន្ធចេញទៅដល់លើកបរោះនឹងមកព្យាបាលយកមករឹតទ្រូងប្តីចេញទៅដល់ឃើញប្រច័ណ្ឌនឹងមកពីបញ្ញារបស់យើងវាអត់មានវាមានតែសេចក្តីស្រឡាញ់វាមានតែឆន្ទៈហ្នឹងតែបើអ្នកដែលមានបញ្ញាវិញគឺគេគិតទៅគួរឲ្យស្រឡាញ់នារីនឹងកាន់តែខ្លាំងពីព្រោះបេះដូងរបស់គាត់ជាបេះដូងអ្នកសង្គ្រោះជាបេះដូងដ៏បរិសុទ្ធជួយមនុស្សជាទូទៅអញ្ចឹងនារីនឹងគួរឲ្យស្រឡាញ់នេះប្តីដែលមានការយល់ដឹងបើប្តីអត់មានការយល់ដឹងភមង្គលមិនអាចកើតមានបានទេអញ្ចឹងដែលតារាសួរថាតើកន្លឹះដែលនាំឲ្យមនុស្សមានសុភមង្គលវាស្ថិតនៅណាវាស្ថិតនៅលើការបើកបេះដូងបើកទ្វារបេះដូងឲ្យធំដាក់គ្រប់រឿងរ៉ាវទាំងអស់របស់មនុស្សដែលយើងស្រឡាញ់បាននោះហើយយើងមានសុភមង្គលហើយសួរថាតើបញ្ហាអ្វីខ្លះដែលនាំឲ្យមនុស្សអត់មានសុភមង្គលក្នុងគ្រួសាររឿងបញ្ហាដែលនាំឲ្យមនុស្សអត់មានសុភមង្គលក្នុងគ្រួសារគឺវាផ្ទុយពីអានឹងវិញហ្នឹង
việc tôi tăng tha bẻ đôn dương việc tôi pê mùi bẻ đôn tôi mình nên là chất chừng yết chừng all nè mùi tiết vì mau bị thạ bẻ đôn nâng thô mày ta ọt miên prạch nhá ta lỡ bẻ đôn nâng chân nó mày bẻ đôn pra chết ná pra chan tẹ pra rom khô chứ dương tự bạc bẻ đôn ở thốm vì pro bẻ đôn dương chia cả ta số phẹ mong côn tiếng cả ta áp mèn côn bà sân bẻ đôn rồi bao mนุđể miên pa nhá nâng nó mà nơi áp mèn cônจะล้างโอนครั้งนะแต่ประจันกรบเรื่องห่วงให้กรบเรื่องจับกลมหอกกรบเรื่องจังแบบสัญญามนุษย์มันเนี่ยได้เจอประปนរបស់យើងឬក៏ប្តីมันអាចចូលទៅក្នុងបេះដូងរបស់យើងបាននោះហើយគឺជាកត្តាដែលអត់នាំឲ្យមានសុភមង្គលក្នុងគ្រួសារអញ្ចឹងទាំងបរិសុទ្ធទាំងស្ត្រីដើម្បីមានសុភមង្គលក្នុងគ្រួសារគឺត្រូវតែបង្កើតបញ្ញាឲ្យបានធំទូលំទូលាយជ្រៅជ្រះពោះសន្លឹមត្រដឹមត្រដែតកុំឲ្យគំនិតយើងរាក់កថែលថែលបេះដូងយើងទូចកញិបញិបเปิดป้องวิธมให้ปันใต้วิตรกาชอลบานวิธมแม่เนี่ยวิตรกาอุสมานโจลนองคลูนวิบานวิธมแบดดงยังวิธมให้ใต้วิตรกาปัญญาរបស់យើងគ្រប់គ្រងពីលើវាទៅវិធមទៅវាមានកន្លែងទលាសម្រាប់ដាក់អ្នកខ្លះថាមកពីអត់លុយត្រូវមកពីអត់លុយប៉ុន្តែឬគល់នៃការអត់លុយមកពីអីឬគល់នៃការអត់លុយឲ្យមានបញ្ហាគឺមកពីការអបប្រាជ្ញានឹងឯងចុះអ្នកខ្លះគ្នាអត់លុយដែរដឹកដៃគ្នាខំប្រឹងរកលុយលហេមលហាមហូបបាយកញ្ចប់បាយសឡមម្ជូរលហុងទឹកត្រីទឹកស៊ីអ៊ីវពងទាស្ងោរមួយថ្ងៃ2គ្រាប់ហេតុអីមានសុភមង្គលអត់មានលុយណាតែអាអត់លុយឲ្យឆ្លោះគ្នាដោយសារអត់លុយហ្នឹងអានោះល្ងងមានតែសេចក្តីស្រឡាញ់អត់មានបញ្ញាអត់មានការយល់ដឹងបើអត់លុយឲ្យចាប់ដៃគ្នាខំប្រឹងរកលុយបើអត់លុយឲ្យគួរឲ្យអាណិតគ្នានៅទៅហៅថាយើងមានបេះដូងស្នេហាបរិសុទ្ធពិតប្រាកដចឹងសេចក្តីស្នេហាគឺជាការផ្ដល់សិទ្ធិសេរីភាពឲ្យមនុស្សម្នាក់ដែលយើងស្រឡាញ់ហ្នឹងធ្វើរឿងដែលត្រឹមត្រូវដែលគាត់ចង់ធ្វើអត់និយាយរឿងទ្រព្យសម្បត្តិទេទ្រព្យសម្បត្តិគ្រាន់តែជាផ្លែឬក៏ជាផ្កាចំណែកឯឬគល់នៃបញ្ហាគឺចិត្តគំនិតអារឿងលុយកាក់ហ្នឹងវាគ្រាន់តែជាផ្លែផ្កាឬយើងហៅថាជាកត្តាទី2តើតែវាល្ងងខ្លៅទៅវាមានបញ្ហាលុយល្ងងខ្លៅអត់ចេះគ្រប់គ្រងអារម្មណ៍អត់ចេះគ្រប់គ្រងអារម្មណ៍ម្នាក់ផ្ដោតលើការងារម្នាក់ផ្ដោតលើលុយប្រពន្ធហ្នឹងឃើញនារីដែលជាមិត្តភក្តិរបស់ខ្លួនហ្នឹងគេពាក់មាសពេញខ្លួនមកវិញដុកប្តីមិនឯងមិនទិញមាសឲ្យខ្ញុំផងមើលច័ន្ទធូមើលប្តីរបស់គេទិញមាសពាក់ស្រោបខ្លួនគេស្អាតគេល្អទិញលេសិតតែថ្លៃលាបទៅសាច់សក់ខ្ចីញញចុះអូនបងឯងអត់មានសមត្ថភាពរលេអូនលាបទាំងវើហ្នឹងកើតមកពីអីវាគួរណាស់តែអាណិតប្តីដែលប្តីខំរកលុយដែរអត់មានលុយគ្នារកបានតិចបែរទៅជាបន្ទោសប្តីដើម្បីភាពលុយឆាយរបស់ខ្លួននិយាយបែបនេះមិនមែនមានន័យថាលើកទឹកចិត្តឲ្យបរិសុទ្ធខ្ជិលឬអត់ធ្វើការរលុយទេប៉ុន្តែនិយាយបែបនេះមានន័យថាឲ្យនារីយល់និងបើកបញ្ញាឲ្យធំហើយបរិសុទ្ធក៏ត្រូវតែយល់បរិសុទ្ធបើយល់ថាខ្លួនជាមេគ្រួសារខ្លួនត្រូវតែមានសមត្ថភាពអាចរកលុយ